គុណតម្លៃមនុស្សគិតវិជ្ជមានមនុស្សគិតវិជ្ជមានមិនមែនសុទ្ធតែជាមនុស្សសប្បាយរីករាយជានិច្ចទេប៉ុន្តែគឺជាមនុស្សដែលដឹងច្បាស់ថាបញ្ហាមានសម្រាប់ដោះស្រាយមិនមែនសម្រាប់បោះបង់ពេលជួបវិបត្តិមនុស្សវិជ្ជមានមិនស្រែករកមេឃដាក់ទោសអាក្រក់ទៅកាន់អ្នកដទៃប៉ុន្តែនឹងសួរខ្លួនឯងថាតើអ្វីដែលខ្ញុំអាចរៀនពីវានេះបានមនុស្សគិតវិជ្ជមានពិចារណាទៅលើអ្វីដែលមានមិនមើលបាត់អ្វីដែលខ្វះនាំតែធ្វើបាបសម្ពាធផ្លូវចិត្តមនុស្សគិតវិជ្ជមានជឿលើសំណាងរបស់ខ្លួនព្រោះគេដឹងថាសំណាងមកពីការខិតខំនិងការបន្តកំណត់គោលដៅជារៀងរាល់ថ្ងៃគេមិនចាំបាច់មានសម្បុកខាងក្រៅល្អឥតខ្ចោះតែគេបង្កើតបានជីវិតល្អពីគំនិតល្អដែលបានរៀនសូត្រពេលកន្លងមកមនុស្សគិតវិជ្ជមានមិនមើលកម្លាំងអ្នកដទៃជាគ្រោះថ្នាក់តែយកវាជាប្រភពជំរុញខ្លួនឯងឲ្យកាន់តែរីកចម្រើនមនុស្សគិតវិជ្ជមានមិនសន្មត់ថាខ្លួនល្អបំផុតប៉ុន្តែក៏មិនឲ្យសង្ឃឹមរយចំពោះខ្លួនឯងផងដែរមនុស្សគិតវិជ្ជមានគឺជាមនុស្សដែលគិតយ៉ាងឆ្លាតវៃក្នុងស្ថានភាពអវិជ្ជមានគិតបែបបង្កើតមិនមែនបំផ្លាញហើយនាំមកនូវសុខភាពចិត្តល្អការទទួលស្គាល់ខ្លួនឯងនិងជីវិតដែលមានតម្លៃពិតប្រាកដ